ជំរាបសួរលោកគ្រូអ្នកសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះគីកញ្ញាពេជ្រថ្ងៃនេះខ្ញុំធ្វើបង្ហាញតាក់ទងជាមួយនឹងការធ្វើFTP server នៅលើ AWS ជាដំបូងយើងចូលទៅក្នុង AWS របស់យើងមកហើយបន្តមកទៀតយើងត្រូវ create security group អញ្ចឹងហើយមុននឹងយើងត្រូវ create security group យើងចូលទៅ EC2 នេះបន្តមកយើងរើយក United States Ohio ពេលដែលយើងរើហើយយើងចូលទៅក្នុង security group ហើយយើង create group security group មួយមកដោយដាក់ឈ្មោះថា on security description ដាក់ for learning កន្លែងនេះ add rule inbound យើងត្រូវ add ទៅកន្លែងនេះប្រភេទ type គឺខ្ញុំដាក់ all TCP បន្ទាប់មកកន្លែងនេះខ្ញុំដាក់00គឺ anywhere ហើយបន្ទាប់មកយើងចុច create ពេលដែលយើងចុច create ហើយបន្តមកទៀតយើងចូលទៅ EC2 វិញយើងទៅ launch instance យើង launch instance ហើយយើងដាក់ឈ្មោះរបស់ launch instance កន្លែងដាក់ឈ្មោះថា FTP server instance ខ្ញុំយកUbuntu កន្លែងនេះ24ហើយកន្លែងនេះខ្ញុំ create key pair មួយតែដាក់ឈ្មោះថាkey pairវា load ចូលទៅកន្លែង download ហើយអញ្ចឹងខ្ញុំចូលទៅកន្លែងនេះ select យក access ដល់ security អានេះបើសិនជាយើងអត់បាន create security group យើងចុចកន្លែងនេះទៅតែបើយើងមិនយើង create ហើយអញ្ចឹងខ្ញុំចុចកន្លែងនេះទៅដើម្បីយក security ដែលយើង create មិញរបស់យើងឈ្មោះថា own security group ហើយកន្លែងនេះយើងអាចយកមកខ្ញុំយក15ខ្ញុំយក15យើងហាក់អស់ហើយយើងចុច launch instanceដល់កន្លែងនេះយើងចុច connect វាទៅកន្លែងនេះវាជាកន្លែងដែលយើងទៅ copy ចូល remote ទៅរបស់ user YouTube របស់យើងនៅដោយប្រើ Git Bash អញ្ចឹងខ្ញុំទុកនឹងសិនពេលដែលយើងចូលដល់កន្លែងហ្នឹងយើងទៅ connect អញ្ចឹងយើងទៅបើកមើល file ដែលយើង download key pair មិញហ្នឹងអញ្ចឹងខ្ញុំចូលទៅកន្លែង download នេះអញ្ចឹងខ្ញុំ copy ទៅដាក់កន្លែងណាដែលខ្ញុំចង់ដាក់ដាក់នៅក្នុងនេះហើយបន្តមកយើងបើក Git Bash ពេលដែលយើងបើកហើយយើង run command cmod នេះអញ្ចឹងយើង copy ឲ្យ pass មកហើយបន្តមកទៀតយើង connect to instance កន្លែង connect to instance នេះយើងបាច់ទេអញ្ចឹងយើង copy កន្លែង ASX នេះមកអញ្ចឹងយើង copy យើង pass មកយើងវា connect ចូលទៅ ASX របស់យើងហើយអញ្ចឹងយើងយក JS មកនេះវានឹងចូលអញ្ចឹងយើងចង់ដឹងថាវាចូលអត់យើងសាកវាយ command ក្នុង MI
នេះគឺវាចូលទៅ YouTube របស់យើងហើយអញ្ចឹងយើងដំបូងយើងត្រូវ update វាសិនអញ្ចឹងយើងប្រើ command មួយឈ្មោះថា sudo app update ពេលដែល update ហើយអញ្ចឹងវាមាន40 package សម្រាប់នេះអញ្ចឹងយើងដាក់យើងត្រូវ upgrade វាយើងដាក់ sudo app upgrade មកខ្ញុំធ្វើការ stop video ដើម្បីកុំឲ្យយើងចាំយូរពេកស៊ីពេលអញ្ចឹងទៅយើង upgrade បានជោគជ័យហើយអញ្ចឹងពេលដែលយើង upgrade បានជោគជ័យអញ្ចឹងយើងបន្តការងារដែលលោកគ្រូគាត់បានដាក់ឲ្យយើងគឺយើងត្រូវ install កន្លែងនេះយើងត្រូវ install VS អញ្ចឹងយើងវាយ command ណា sudo app install vs pd dot pd អញ្ចឹងវាធ្វើការសួរយើងឆ្លើយ yes មកអញ្ចឹងការ install របស់ file យើងvs ftp អញ្ចឹងការ install របស់យើងបានជោគជ័យហើយអញ្ចឹងបន្តទៅទៀតគឺលោកគ្រូគាត់ចង់ឲ្យយើងទៅ config file ហ្នឹងដល់យើងចូលដំបូងគឺយើងត្រូវចូល cd បន្ទាប់មកយើងប្រើ command etc / យើងដើម្បីចូលទៅក្នុងនេះហើយបន្តមកទៀតយើងត្រូវទៅ backup file ហ្នឹងទុកគឺដល់យើងប្រើ command មួយជួយយើងប្រើ command sudo ct ហើយដាក់ឈ្មោះ file vs ftpd.config ហើយយើង change ទៅឈ្មោះ vs tpd.config .back អញ្ចឹងយើងសាក grab មើលមកតើមាន file នឹងអត់អញ្ចឹងយើងដាក់ ls -lh ដំបូងយើង check tpd.config នេះគឺមានហើយចំណុចបន្តមកទៀតលោកគ្រូគាត់ចង់ឲ្យយើងទៅចូលទៅ nano ដើម្បី config file ហ្នឹងអញ្ចឹងយើងចូលទៅ sudo nano ទៅកែ file មួយចំនួនកែ permission មួយចំនួននៅក្នុង config ហ្នឹងt.config នេះខ្ញុំទៅសេខុសនេះចូលមកហើយអញ្ចឹងឃើញ command មួយចំនួនដែលយើងត្រូវតែបើកអញ្ចឹងដូចលោកគ្រូគាត់បានបង្ហាញអញ្ចឹងគឺ local enable នេះគឺយើងត្រូវតែបើកជប់ខ្ញុំ check ទៅមើល local enable នេះបើកហើយមួយទៀតគឺwrite enable អ
mình những scope video đây ra từ như hờ mơ tới nghỉ khởi dụ về chẳng nhom hoặc khởi như đi ra anh bỏ hay bắt đầu mà tiết dương tự bạc command mới tiết cứ c8 root root local user no ground c8 root local user nè hai dương add command một trong muốn là thử cho cứ command này cứ là reliable c8 root js này cứ là nhà lao reliable c8 root này dùng bàn cắt được đấy chẳng dương còn copy nó hay bắt đầu nó dương được phát nó khởi hay bắt đầu mà tiết cứ dương từ white command add lại passive enable này cứ dương nó khởi cái chẳng dùng từ copy một hỏi chẳng cho tôi không cái mà đó dương hàngต่อมาទៀតយើងធ្វើការ save អញ្ចឹងយើងជា control x y enter ពេលដល់ចំណុចនេះហើយយើងត្រូវ restart machine របស់យើងដោយយើងប្រើ command sudo system ctl restart vs ftpd chẳng hạn từ đó mà tiết dương từ check mở status bỏ và nó cứ dương sudo system ctl status vs ftpd trong việc công đại active running này bắt đầu mà tiết cứ ở khu vực ao dương tập open firewall portมันដល់ចំណុចនេះលោកគ្រូគាត់ឲ្យយើងមាន file សាលាមួយដើម្បីចូលទៅមើលអញ្ចឹងយើងធ្វើការ download មកបើសម្រាប់ខ្ញុំធ្វើការ download ហើយអញ្ចឹងខ្ញុំគ្រាន់តែបើក file សាលាហ្នឹងទៅឯងនេះ file សាលារបស់យើងអញ្ចឹងយើងចូលមកដល់កន្លែងហ្នឹងហើយសាលានេះហើយបន្ទាប់មកយើងចូលទៅ file យក site manager ហើយបន្ទាប់មកយើងយកញូទៅយើងដាក់ឈ្មោះទៅគឺដាក់ឈ្មោះឲ្យយើងចង់ដាក់គឺនេះដាក់ឈ្មោះ rename ftp server តបមកយើងហើយយកនេះហើយកន្លែងនេះយើងយក key file កន្លែង host នេះយើងទៅ copy កន្លែង IP public របស់យើងនៅក្នុងនេះមកអញ្ចឹងយើងផាសមកហើយកន្លែង user នេះកន្លែងដែលយើងconnect ទៅ ISA របស់យើងគឺ user របស់យើងគឺ YouTube ហើយ key file នេះគឺយើងទៅយកកន្លែងយើង download ទឹកមុនណាចុះនេះកន្លែងនេះយើងយកនេះហើយបន្ទាប់មកយើង click OK sẽ connect nè cứ màu mình chắc tọa mà tiết dương một cái directory mới đã cho một thằng ftp client
subset អញ្ចឹងមានអីអញ្ចឹងខ្ញុំនឹងសាកលេខមើលថាតើមាន file នឹងអត់ជីទីតើមកយើងដាក់ ls នេះគឺfolder ដែលយើងបង្កើតមុននឹងមិញអញ្ចឹងវីដេអូហ្នឹងដល់ទីបញ្ចប់ហើយសូមអរគុណ